ក្រមសង្កេតការណ៍សៀន AOT ចុះមើលផលប៉ះពាល់ដែលយោធាថៃវាយប្រហារនិងរាយបន្លាលួសច្រកអន្តរជាតិអូស្មាច់អភិបាលខេត្តឧត្តរមានជ័យលោកមានច័ន្ទចាដានៅថ្ងៃប្រហ័សទី18ខែមករានេះបានដឹកនាំក្រុមការងារចូលរួមជាមួយនឹងក្រុមសង្កេតការណ៍អាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារនិងរាយបន្លាលួសចូលមកលើច្រកអន្តរជាតិអូស្មាច់លោកមានច័ន្ទចាដាបានលើកឡើងថាបន្ទាប់ពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃដែលបានប្រើប្រាស់អាវុធធុនធ្ងន់ប្លង់ចូលមកភូមិសាស្ត្រទឹកដីកម្ពុជាដែលបង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាផ្ទះសម្បែងនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំនៅព្រឹកថ្ងៃទី8ខែមករានេះលោកបានដឹកនាំក្រុមការងារចូលរួមជាមួយនឹងក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកអន្តរជាតិអូស្មាច់សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យគួរឲ្យដឹងថាក្រុមសង្កេតការណ៍អាស៊ាន AOT ថ្មីនេះបានចុះពិនិត្យផលប៉ះពាល់ស្ពានអូជីកដែលរងការខូចខាតដោយសារយោធាសៀមឈ្លានពានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកនៅក្នុងស្រុកចុងកោខេត្តឧត្តរមានជ័យព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាប